Vàជំរាបសួរបាទជួបគ្នាសាជាថ្មីឥឡូវយើងទៅសិក្សាតាក់ទងទៅនឹងការឲ្យតម្លៃលេខទៅលើកន្សោមពីកណិតអញ្ចឹងនៅក្នុងវត្ថុបំណងនេះគឺស្វែងយល់ពីតម្លៃនៃកន្សោមតម្លៃលេខនៃកន្សោមអញ្ចឹងតើស្វែងយល់យ៉ាងដូចម្ដេចឥឡូវយើងមានខ្ញុំមានឧទាហរណ៍នេះគេមានកន្សោម7x ដកឲ្យកន្សោម 6x ដកពី y ហ្នឹងបើសិនគេយក x ស្មើនឹងដក5ហើយនឹង y ស្មើ4រកតម្លៃនៃកន្សោមនឹងមានន័យថានៅពេលដែលយើងជំនួស x ដោយដក4ហើយ y ដោយដកនៅពេលដែលយើងជំនួស x ដោយតម្លៃដក5ហើយ y ដោយ4តើកន្សោមនឹងមានតម្លៃប៉ុន្មានអញ្ចឹងខ្ញុំមានគំនិត2ដែលចែកជូនអ្នកទាំងអស់គ្នាសម្រាប់ការប្រៀបធៀបគ្នាប៉ុន្តែនៅនេះខ្ញុំសូមលើកគំនិតទី1គំនិតទី1នេះគេសរសេរបានប៉ុណ្ណឹងនេះជាកន្សោមដែលគេឲ្យតមកគឺយើងជំនួសលេខដោយផ្ទាល់តែម្ដងមានដោយ direct តែម្ដងគឺកន្លែង x នេះជំនួសដោយដក5ហើយ y នេះគឺជំនួសដោយ4អញ្ចឹងគេទទួលបានប៉ុណ្ណេះឃើញអត់បន្ទាប់មកយើងគណនាលេខធម្មតាមកយើងទទួលបាន7គុណនឹងខ្ញុំច្រឡំមាត់ខ្ញុំអត់ទាន់ទម្លាប់មាត់រវាង7និង7ហើយពេលខ្លះឆ្លើយ7ពេលខ្លះថា7អញ្ចឹងខ្ញុំចូលចិត្ត7ជាងដោយសារវាត្រូវអ្វីដែលយើងសំណេរដែលយើងទៅសេអញ្ចឹង7គុណនឹងដក5បានដក35ហើយសញ្ញាដកនៅដើមតមកយើងធ្វើការគណនាតម្លៃនៅក្នុងគ្នាបនេះអញ្ចឹងយើងទទួលបានដក30និងដក8 6គុណនឹងដក5គឺដក30ដក2គុណនឹង4គឺបានដក8តមកយើងសម្រួលនៅក្នុងកន្សោមនេះទៀតគឺដក30និងដក8គឺស្មើនឹងដក38តមកយើងគុណបញ្ចូលទៀតដកនេះគុណនឹងដកបានបូកអញ្ចឹងសរុបមកដក35បូក38គឺស្មើ3អញ្ចឹងតម្លៃកន្សោមទាំងមូលហ្នឹងគឺស្មើ3នៅក្នុងកម្រិតនេះមានន័យថាគឺយើងជំនួសលេខដែលគេឲ្យហ្នឹងឬជំនួសតម្លៃដែលគេឲ្យហ្នឹងដោយផ្ទាល់ដោយមិនមានការគុណឬបន្លាតកន្សោមនេះសិនទេឥឡូវយើងមើលគំនិតទី2គំនិតទី2នេះគេអាចសរសេរដូចខាងក្រោមគេមានពុទ្ធិបែបនេះហើយគេអាចសរសេរបែបនេះមានន័យដូចម្ដេចគឺថាយើងបន្លាតឲ្យគុណសញ្ញាដកចូលនៅក្នុងកន្សោមនេះមានថាដកគុណនឹងដកគុណនឹង 6x គឺបាន 6x ហើយដកគុណនឹងដកបានបូកអញ្ចឹង 2y ដដែលបន្ទាប់មកយើងឃើញថានៅក្នុងកន្សោមនេះមាន2តួដែលមានអថេរដូចគ្នាហើយយើងអាចបញ្ចូលគ្នាបានមានតែ 7x ដក 6x អញ្ចឹងយើង 7x ដក 6x គឺនៅសល់ x ហើយ 2y គឺនៅដែរបន្ទាប់មកយើងឃើញបែបនេះហើយគឺយើងចំនួនតម្លៃដែលគេឲ្យខាងលើគឺតម្លៃ x គឺដក5ហើយជំនួសដោយកន្លែង y នេះគឺស្មើ4អញ្ចឹងបាទប៉ុណ្ណេះតោះមកយើងគុណមកដក5កន្លែងនេះ2គុណនឹង4គឺស្មើ8អញ្ចឹងដក5បូក8ទៅសល់3អញ្ចឹងចម្លើយរួមមកវាគឺ3ដូចគ្នាទាំងគំនិតទី1ហើយនិងគំនិតទី2គឺចម្លើយ3ដូចគ្នាប៉ុន្តែគ្រាន់ថាគំនិតទី2នេះគេត្រូវធ្វើម៉េចគេត្រូវធ្វើឲ្យពហុធាតុហ្នឹងមានលក្ខណៈភាពងាយស្រួលជាងមុនមានថាគេបន្លាតហើយដល់ពេលបានអញ្ចេះគឺកាត់បន្ថយភាពស្មុគស្មាញក្នុងការគុណលេខអ្នកទាំងអស់គ្នាអញ្ចឹងតាមរយៈវិធីទី1វិធីទី2តើមួយណាដែលផ្ដល់ភាពងាយស្រួលជាងគេចម្លើយគឺស្ថិតនៅលើអ្នកទាំងអស់គ្នាតើវិធីមួយណាដែលសមស្របទៅនឹងសមត្ថភាពអ្នកទាំងអស់គ្នាបើចំពោះខ្ញុំគឺខ្ញុំជ្រើសយកវិធីទី2ហើយព្រោះអីកុំឲ្យខ្ញុំស្មុគស្មាញទៅក្នុងការគិតលេខបាទនេះគឺជាលំហាត់ដែលខ្ញុំឲ្យអ្នកទាំងអស់គ្នាអនុវត្តអ្នកទាំងគ្នាអាចអនុវត្តដោយយកលំនាំគំរូឧទាហរណ៍ខាងលើទាំងពីរបានវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងខ្ញុំសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់ហើយចំណុចថ្មីបាទជំរាបលា